កម្ពុជាជំរុញការចាប់យកការអនុវត្តបញ្ញាសិប្បនិម្មិតដើម្បីអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលជួយកាត់បន្ថយនៅហានិភ័យនានាខណៈដែលកម្ពុជារៀបចំនៅសេចក្តីព្រាងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតដែលមានលក្ខណៈពេញលេញកម្ពុជាចាប់ផ្ដើមគិតគូរឲ្យបានជាក់លាក់ជាងមុនអំពីការចាប់យកនិងការគ្រប់គ្រងការជំរុញចាប់យកបញ្ញាសិប្បនិម្មិតឬក៏ AI ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់និងឆាប់រហ័សសម្ដៅទាញយកអត្ថប្រយោជន៍ជាអតិបរមានិងកាត់បន្ថយនៅហានិភ័យនានាដែលអាចកើតមានស្របពេលដែលកម្ពុជាកំពុងតែរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតឲ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍវិស័យមួយនេះការលើកឡើងបែបនេះរបស់ឯកឧត្តមសូសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឬហៅកាត់ថាអសហនៅថ្ងៃទី21ខែមករាឆ្នាំ2026នេះដែលមានតំណាងចូលរួមពីមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្ម Digital នៃអសហក្រសួងប្រៃសណីនិងទូរគមនាគមន៍និងក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីដេកចូលផងដែរឯកឧត្តមសូសុភាបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងតែប្រមូលធាតុចូលពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតឲ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឲ្យបានជាអតិបរមាឯកឧត្តមបានគូបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានក្រសួងប្រៃសណីនិងទូរគមនាគមន៍ជាសេនាធិការបាននឹងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតដែលក្នុងនោះមានរំលេចទិដ្ឋភាពបញ្ញាសិប្បនិម្មិតតាមបែបវិស័យដែលក្នុងនោះទិសដៅយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនឹងត្រូវកិត្តគូរៀបចំទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បាននឹងកំពុងសិក្សានិងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិតក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលក្នុងនោះបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារត្រូវបានកិត្តគូបញ្ចូលផងដែរបញ្ញាសិប្បនិម្មិត Artificial Intelligenceស្របជាមួយគ្នានេះលោកបណ្ឌិតសំផៃអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងជាតំណាងអាដាមមីវ៉ានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានលើកឡើងថាបញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យា Digital មួយដែលមានសារៈសំខាន់ដែលមានសក្តានុពលនិងកាលានុវត្តភាពក្នុងការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងការធ្វើបរិវត្តកម្ម Digital ក្នុងវិស័យហិរញ្ញវត្ថុរួមមានវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារប្រកបដោយបរិយាបន្នសុវត្ថិភាពសន្តិសុខស្ថិរភាពភាពជឿទុកចិត្តនិងនវានុវត្តន៍ដែលរួមបញ្ចូលទាំងការធ្វើពិពិធកម្មទីផ្សារនិងកិច្ចការពីអតិថិជនជាគុណប្រយោជន៍ដល់ការកែតម្រង់និងពង្រឹងអភិបាលកិច្ចក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងទិន្នន័យឯកឧត្តមបណ្ឌិតសំផៃសង្កត់ធ្ងន់ថាដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបញ្ញាសិប្បនិម្មិតនេះក្នុងវិស័យហិរញ្ញវត្ថុនិងកាត់បន្ថយហានិភ័យឲ្យស្ថិតនៅក្នុងកម្រិតអបបរមារាជរដ្ឋាភិបាលនិងគ្រប់តួអង្គសង្គមពាក់ព័ន្ធផ្សេងទៀតត្រូវត្រៀមខ្លួននិងដាក់ចេញនៅទិសដៅយុទ្ធសាស្ត្រសម្រាប់ទាំងរយៈពេលខ្លីមធ្យមនិងវែងតួយ៉ាងរៀបចំឲ្យមានយុទ្ធសាស្ត្រជំរុញការចាប់យកបញ្ញាសិប្បនិម្មិតក្នុងកម្រិតជាតិនិងតាមវិស័យស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន